សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានចំណេះដឹងសុខភាពសំខាន់មកចែករំលែកជាពិសេសសម្រាប់ស្ត្រីពេលមករដូវស្ត្រីគួរនឹងមិនគួរធ្វើអ្វីខ្លះដើម្បីថែរក្សាសុខភាពការមករដូវគឺជារឿងធម្មជាតិប៉ុន្តែវាអាចធ្វើឲ្យយើងឈឺពោះអស់កម្លាំងនិងប្រែប្រួលអារម្មណ៍ដូច្នេះនេះគឺជាចំណុចសំខាន់ដែលគួរដឹងអ្វីដែលគួរធ្វើផ្លាស់ប្ដូរសម្លេងអនាម័យរៀងរាល់4ទៅ6ម៉ោងស្អុំទឹកក្តៅតំបន់ពោះដើម្បីបន្ថយការឈឺចាប់ទីនៅបានគ្រប់គ្រាន់7ទៅ8ម៉ោងហាត់ប្រាណស្រាលដូចជាដាឬយូហ្គាផឹកទឹកឲ្យបានច្រើនដើម្បីកុំឲ្យហាមពោះអ្វីដែលមិនគួរធ្វើកុំទុកសម្លេងអនាម័យយូរពេកកុំប្រើសាប៊ូខ្លាំងលាងតំបន់សម្ងាត់ជៀសវាងការងារធ្ងន់កុំញ៉ាំថ្នាំដោយខ្លួនឯងបើឈឺខ្លាំងគួរពិគ្រោះគ្រូពេទ្យអាហារដែលគួរញ៉ាំអាហារសម្បូរជាតិដែកផ្លែឈើស្រស់ទឹកខ្ញីក្តៅសូកូឡាខ្មៅអាហារដែលគួរកាត់បន្ថយអាហារប្រៃកាហ្វេនិងតែខ្លាំងអាហារផ្អែមខ្លាំងភេសជ្ជៈត្រជាក់ខ្លាំងហាងអរគុំគិតថាវីដេអូនេះមានប្រយោជន៍សូម like share និង follow ដើម្បីទទួលបានចំណេះដឹងសុខភាពល្អៗជារៀងរាល់ថ្ងៃ